អានិសង្សសម្ដែងធម៌ការសម្ដែងធម៌ឬក៏ការបង្រៀនធម៌ដល់អ្នកដទៃការសាងកំពីដីកាជាសង្ស្ក្រឹតឬក្រាំងសិភៅធម៌ក្តីហៅថាធម្មទានជាទានដ៏ឧត្តមមានផលច្រើនណាស់ញោមពាក្យនេះសមនឹងពុទ្ធភាសិតថាសព្បទានំធម្មទានំចិនាតិធម្មទានឈ្នះទានទាំងពួងគឺបានផលច្រើនជាងអាមិសទានដែលជាទានផ្ដល់ខាងផ្លូវសម្ភារៈជួយឧបត្ថម្ភតែម្ខាងផ្លូវកាយឯធម្មទានជាទានផ្ដល់ខាងក្នុងចិត្តជួយឧបត្ថម្ភអ្នកស្ដាប់អ្នកអានឲ្យបានប្រយោជន៍5យ៉ាងគឺអសុតាំងសុណាតិ1ឲ្យអ្នកស្ដាប់នឹងមានបានស្ដាប់ឮបានមើលឃើញនៅធម៌ដែលមិនធ្លាប់បានស្ដាប់មិនបានឃើញហ្នឹងហើយទី1ទី2សុតតាំងបរិយោតបេតិអ្នកឲ្យអ្នកស្ដាប់ហ្នឹងមានអ្នកអានបានញ៉ាំងធម៌ដែលធ្លាប់ស្ដាប់ហើយឃើញហើយហ្នឹងកុំឲ្យភ្លេចឲ្យភ្លឺស្វាងផូរផង់ឡើងអាហ្នឹងទី2ទី3កាំងខាំងវិហៈអ្នកតិឲ្យអ្នកស្ដាប់អ្នកអានបានបន្តបងសេចក្តីសង្ស័យមានចម្ងល់អីឆ្ងល់នៅពេលដែលយើងបានអានសភៅទៅក៏ស្រាយចម្ងល់មួយនឹងទៅអាហ្នឹងទី3ទី4តិដ្ឋិឧជុំការោតិអ្នកស្ដាប់អ្នកអានបានធ្វើនៅតិដ្ឋិឲ្យយល់ត្រូវបងអាហ្នឹងទី4ហើយចំណែកទី5ចិត្តមសៈបស័យតតិឲ្យអ្នកស្ដាប់អ្នកអានកើតចិត្តជ្រះថ្លាការសម្ដែងធម៌មិនមែនងាយសម្ដែងទេញោមមិនមែនងាយទេព្រោះព្រះធម៌ជាពុទ្ធវចនៈមានន័យថាជ្រាវជ្រៅណាស់អ្នកមានព្យាយាមស្ដាប់ព្យាយាមរៀនអស់កាលដ៏យូរទៅបានចេះបានចាំយល់សេចក្តីច្បាស់លាស់ហើយលុះតែចេះចាំយល់សេចក្តីច្បាស់លាស់ស្រួលបួលទើបអាចសម្ដែងធម៌បានការដែលគេស្ដាប់គេរៀននោះបានផលព្រោះស្ដាប់ព្រោះរៀនមួយលើកទៅហើយដល់មកសម្ដែងបានផលមួយទៀតមកលើកទៀតផ្សំគ្នាទើបការសម្ដែងធម៌នោះមានផលច្រើនខ្ពង់ខ្ពស់ព្រោះបើស្ដាប់មិនស្គាល់មិនរៀនធ្វើមិនដាច់មកសម្ដែងធម៌បានមួយទៀតការធ្វើធម្មទានបានជាបានផលច្រើនជាងអាមិសទានទាំងពួងព្រោះការធ្វើធម្មទានជាការឧបត្ថម្ភព្រះពុទ្ធសាសនាមួយភាគយ៉ាងធំនាំឲ្យព្រះពុទ្ធសាសនានឹងថ្កុំថ្កើងរុងរឿងឋិតថេរនៅយូរអង្វែងបានទៅបានព្រោះព្រះពុទ្ធសាសនារុងរឿងដោយហេតុ5យ៉ាងគឺ1ពុទ្ធបរិស័ទស្ដាប់ធម៌វិន័យដោយគោរពទី2រៀនទី3កត់ចំណាំទី4ពុទ្ធបរិស័ទនឹងត្រេះរិះពិចារណាឲ្យយល់ធម៌វិន័យដោយគោរពទី4ទី5ដឹងហើយប្រតិបត្តិតាមព្រោះការសម្ដែងធម៌បានឈ្មោះថាជាការឧបត្ថម្ភព្រះពុទ្ធសាសនានាំឲ្យព្រះពុទ្ធសាសនានឹងរុងរឿងឋិតថេរក្នុងលោកដើម្បីប្រោសសត្វលោកបានយូរបានចម្រើនយូរអង្វែងរុងរឿងតទៅនោះហើយបានជាការសម្ដែងធម៌ជាធម្មទានមានផល្លានិសង្សច្រើនជាងអាមិសទានគម្ពីរទីខនិកាយត្រង់មហារិណពានសូត្របានចែងពីការបូជាមានថាមាន2យ៉ាងគឺទី1នឹងបូជាដោយអាមិសទានអាមិសហៅថាអាមិសបូជាហើយចំណែកទី2បូជាដោយធម៌ហៅថាធម្មបូជាការថ្វាយគ្រឿងសក្ការៈមានភ្ញីផ្កាជាដើមនឹងហៅថាអាមិសបូជាការសម្ដែងធម៌ពន្យល់ធម៌បានដល់ពុទ្ធបរិស័ទឲ្យយល់ធម៌ត្រឹមទៅតាមកន្លងពុទ្ធវចនៈដើម្បីញ៉ាំងពុទ្ធសាសនាឲ្យរុងរឿងឲ្យឋិតថេរនោះចូលរាប់ចូលក្នុងធម្មបូជាព្រោះធម្មទានរាប់ចូលជាធម្មបូជាបាននេះហើយបានជាធម្មទានមានផលច្រើនណាស់ញោមផលច្រើននោះឯងបើគម្ពីរបរមត្ថ
chô tệ ca át thạ cà tha khọt tệ cạ nị cài khọt tệ cạ bát thạ sầm đai chỉ bịa ốp mà thaประពុតទុកដូចជាអ្នកបង្ហាញផ្លូវហើយព្រះធម៌វិញទុកដូចជាអ្នកតួផ្លូវព្រះសង្ឃទុកជាអ្នកដឹកដើរតាមផ្លូវព្រះពុទ្ធបង្ហាញផ្លូវព្រះធម៌អ្នកតួផ្លូវព្រះសង្ឃអ្នកដើរតាមផ្លូវដែលព្រះពុទ្ធអង្គទ្រង់ចង្អុលប្រាប់ហើយតាមន័យនេះព្រះធម្មកថាដែលបានស្ដាប់បានរៀនពុទ្ធវចនៈតាមគម្ពីរដីកាមានព្រះត្រៃបិដកជាដើមហ្នឹងហើយបាននាំយកពុទ្ធវចនៈនោះមកសម្ដែងប្រាប់បញ្យលពុទ្ធបរិស័ទឲ្យយល់ផងតគ្នាតទៅទៀតបានន័យថារៀនហើយបញ្យលពុទ្ធបរិស័ទឲ្យគាត់យល់តទៅបន្តពីយើងទៀតក៏មានឈ្មោះថាជាអ្នកបង្ហាញផ្លូវព្រះធម៌ដែលព្រះធម៌កថានាំមកសម្ដែងនោះក៏ឈ្មោះថាជាតួផ្លូវជាតួផ្លូវហើយពុទ្ធបរិស័ទដែលបានស្ដាប់ធម៌កថាសម្ដែងនោះក៏មានឈ្មោះថាជាអ្នកដើរតាមផ្លូវដែលព្រះពុទ្ធជាម្ចាស់នឹងទ្រង់ធម្មទេសនាប្រាប់ហើយនោះជាពិតប្រាកដណាស់ព្រោះអ្នកសម្ដែងធម៌ទុកដូចជាអ្នកប្រាប់នៅផ្លូវធម៌ដែលអ្នកសម្ដែងនោះទុកដូចជាតួផ្លូវដែលអ្នកដែលស្ដាប់ធម៌របស់អ្នកសម្ដែងដែលប្រតិបត្តិតាមផ្លូវគឺកន្លងព្រះពុទ្ធសាសនាសំដៅទៅរកមគ្គនិងផលនិព្វាននោះឯងបានជាអ្នកសម្ដែងធម៌នោះត្រូវតែបានផលច្រើនមិនពិតអត់សង្ស័យឡើយការសម្ដែងធម៌បានអានិសង្សច្រើនជាងអមិសទានទៅទៀតញោមមួយទៀតពុទ្ធបរិស័ទទាំងពួងដែលបានចេះដឹងកិច្ចការបុណ្យផ្សេងមានកិច្ចធ្វើទាននិងកិច្ចរក្សាសិលឬកិច្ចភាវនាជាដើមហើយបានធ្វើទានរក្សាសិលនិងចម្រើនភាវនាបានផលជាសុខក្នុងលោកនេះនិងលោកខាងមុខនោះមកពីបានស្ដាប់តាមព្រះធម៌កថាសម្ដែងនិងបានអានបានរៀនតាមគម្ពីរដីកាជាសង្ស្ក្រឹតឬក៏ក្រាំងសិភៅដែលសប្បុរសជនបានសាងទុកសម្រាប់ទុកឲ្យពុទ្ធបរិស័ទស្ដាប់អានរៀនសូត្រនិងប្រតិបត្តិតាមព្រោះការសម្ដែងធម៌និងសាងគម្ពីរដីកាជាការនាំឲ្យពុទ្ធបរិស័ទបានចេះដឹងកិច្ចបុណ្យទានដែលជាកុសលកម្មនាំឲ្យបានសុខក្នុងអដ្ឋលោកនិងបរមត្ថលោកដូចជាពោលមកនេះហើយទើបលោកពោលថាការសម្ដែងធម៌និងការសាងគម្ពីរដីកានោះបានផល្លានិសង្សច្រើនជាងទានទាំងពួងចឹងអានិសង្សនៃការសម្ដែងធម៌មានតែប៉ុណ្ណេះជាចុងក្រោយសូមជូនបុណ្យញាតិញោមទាំងអស់ឲ្យបានសុខសប្បាយជួបប្រទះតែពុទ្ធពរគឺពរព្រះពុទ្ធ5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លាឡើយ